សិនបងប្អូនទាំងអស់គ្នាបាទឈប់យល់ច្រឡំទៀតទៅនៅវេយ្យាករណ៍កូហេសហើយនឹងអសបើសិនជាបងប្អូនមិនទាន់ចេះតោះមករៀនជាមួយខ្ញុំបាទវេយ្យាករណ៍កូហេសនេះផងដែរបាទមានន័យថាបាទដោយសារតែបាទពីព្រោះតែដោយហេតុថាបាទវាខុសពីបាទអសបាទបន្តិចបាទកូហេសបាទយើងស្ដាប់ទៅធម្មតាប៉ុន្តែបាទយើងអាចនិយាយជីវិតក្នុងជីវិតប្រចាំថ្ងៃបាទយើងអាចមានន័យថាបាទដោយសារតែចុចហើយក៏ដោយសារតែហេតុផលផងដែរបាទឥឡូវយើងមកឧទាហរណ៍ទាំងអស់គ្នា 바쁘다 바쁘고 해서 피곤하다 피곤하고 해서 비가 오다 비가 오고 해서ឥឡូវយើងឧទាហរណ៍ទាំងអស់គ្នា 오늘은 피곤하고 해서 일찍 잘게요 បានន័យថាថ្ងៃនេះបាទនឿយហត់ណាស់អញ្ចឹងហើយខ្ញុំនឹងគេងឲ្យបានលឿនបាទមានន័យថាបាទហត់នឿយហើយក៏ប្រហែលជាមានហេតុផលបាទផ្សេងទៀតផងដែរបាទឧទាហរណ៍ទី2 비도 오고 해서 집에 있었어요 បានន័យថាភ្លៀងក៏ធ្លាក់ផងដែរហើយខ្ញុំបាទដូច្នេះហើយទើបខ្ញុំនៅផ្ទះវាបញ្ជាក់ថាភ្លៀងក៏ធ្លាក់ហើយប្រហែលជាមានហេតុផលផ្សេងទៀតផងដែរឥឡូវយើងឧទាហរណ៍ទី3បាទ 시간도 없고 해서 택시를 탔어요 បានន័យថាពីព្រោះតែអត់សូវមានពេលផងហើយដូច្នេះហើយទើបខ្ញុំជិះតាក់ស៊ីអញ្ចឹងហេតុផលមានច្រើនទៀតដោយសារតែបើសិនជាយើងជិះឡានក្រុងអាចនឹងចំណាយពេលយូរហើយមានហេតុផលជាច្រើនទៀតដែលយើងដែលយើងដឹងដែរប៉ុន្តែយើងមិនអាចទៅពណ៌នាបាននឹងឲ្យបងប្អូនទាំងអស់គ្នាបាទវីដេអូក្រោយខ្ញុំនឹងបង្រៀនអំពីបាទអសម្ដងបើសិនជាពេញចិត្តនៅវីដេអូនេះបាទកុំភ្លេចចែករំលែកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយ